nó sao thì ác này về một tầm bé nó tin đi thằng ngày này cầm lá bự bự được bao buộc nhóm bạn làm một bọ sai ông pi prasad ông cố vót rư prasad ông cố tộiนี่ก็ជាមានតការរបស់ពួកយើងទីតាំងភូមិសាស្ត្រប្រាសាទអង្គរវត្តស្ថិតក្នុងឧទ្យានបុរាណក្នុងក្រុងសៀមរាបខេត្តសៀមរាបប្រទេសកម្ពុជាប្រាសាទមានចម្ងាយប្រមាណ7គីឡូពី7គីឡូម៉ែត្រពីកណ្ដាលក្រុងសៀមរាបនិងស្ថិតនៅភាគខាងត្បូងនៃរាជធានីបុរាណអង្គរធំប្រាសាទអង្គរវត្តត្រូវបានសាងសង់លើដីរណបស្មើហើយព័ទ្ធជុំវិញដោយគូទឹកធំដែលមានទទឹងប្រមាណ140ម៉ែត្រនិងកំពែងថ្មបាយក្រៀមរាងចតុកោណផ្ទៃដីខាងក្នុងបរិមាណប្រាសាទមានទំហំប្រមាណ200ហិកតាដែលធ្វើឲ្យអង្គរវត្តក្លាយជាវិមានសាសនាដ៏ធំមួយនៅពីលើពិភពលោកប្រាសាទបែរមុខទៅទិសខាងលិចដែលជាលក្ខណៈពិសេសខុសពីប្រាសាទខ្មែរភាគច្រើនដែលបែរមុខទៅទិសខាងកើតពីខាងលិចមានស្ពានថ្មឆ្លងកាត់គូទឹកចូលទៅក្នុងច្រកទ្វារធំរបស់ប្រាសាទដែលមានទទឹង 9.5 ម៉ែត្របណ្ដោយ200ម៉ែត្រនិងប្រវែង350ម៉ែត្រជាកិច្ចបន្តខ្ញុំសូមបញ្ជូនទៅឲ្យមិត្តភ័ក្តិរបស់ខ្ញុំសូមបន្តពីមិត្តភ័ក្តិរបស់ខ្ញុំការកសាងប្រាសាទអង្គរវត្តត្រូវបានកសាងឡើងក្នុងសតវត្សទី12ដោយព្រះបាទសូរ្យវរ្ម័នទី2គ្រងរាជរយៈពេលប្រហែល38ឆ្នាំថ្មដែលយកមកកសាងប្រាសាទអង្គរវត្តមានពីរប្រភេទគឺថ្មភក់និងថ្មបាយក្រៀមដែលយកមកពីភ្នំគូលែនមានប្រវែង50គីឡូម៉ែត្រពីប្រាសាទអង្គរវត្តដែលប្រើវិធីដូចជាការជញ្ជូនតាមរយៈបឹងទន្លេនិងការជញ្ជូនតាមសត្វដំរីប្រាសាទត្រូវបានសាងសង់ឧទ្ទិសដល់ព្រះវិស្ណុបន្ទាប់មកប្រាសាទបានក្លាយទៅជាវត្តព្រះពុទ្ធសាសនានឹងបន្តប្រើប្រាស់រហូតមកដល់សព្វថ្ងៃប្រវត្តិសាស្ត្រប្រាសាទអង្គរតូចឬប្រាសាទអង្គរវត្តជាប្រាសាទមួយដែលមានអាយុកាលវែងព្រមទាំងបានឆ្លងកាត់នៅសម័យកាលជាច្រើនផងដែរនៅក្នុងសតវត្សទី19គ្រិស្តសករាជ1782ដល់1932ក្នុងសម័យកាលអាណាចក្ររតនកោសិននៃរាជវង្សចក្រីស្ដេចសៀមមានឈ្មោះថាស្ដេចមង្គតបានចេញរាជបញ្ជាឲ្យសៀមគាស់ប្រាសាទអង្គរវត្តទៅតម្រៀបឡើងនៅក្នុងទីក្រុងបាងកកប្រទេសថៃជាច្រើនដងតែត្រូវបរាជ័យព្រមទាំងបានដុតប្រាសាទអង្គរវត្តជាច្រើនដងការកោះប្រាសាទអង្គរវត្តនេះដកស្រង់ចេញពីសៀវភៅពងសាវតាព្រះរាជាណាចក្រថៃ4ក្បាច់រចនាដែលមាននៅប្រាសាទអង្គរវត្តមានដូចជាក្បាច់រចនាស្អាតៗនៅក្នុងប្រាសាទអង្គរវត្តមានរចនាបថអប្សរាឥន្ទ្រីរមាចម្លាក់អប្សរានៅប្រាសាទអង្គរវត្តមានចំនួនទាំងអស់1500ហើយមានចម្លាក់អប្សរាមួយចំនួនដែលមានលក្ខណៈខុសប្លែកពីចម្លាក់អប្សរាផ្សេងគឺចម្លាក់អប្សរាញញឹមចេញថ្មីដែលបញ្ជាក់ពីតម្លៃមនុស្សស្រីដែលញញឹមចេញថ្មីមានតែ5%ប៉ុណ្ណោះដែលញញឹមចេញថ្មីមួយវិញទៀតចម្លាក់អប្សរាការកញ្ចក់ដែលបញ្ជាក់ថាប្រទេសកម្ពុជានៅសម័យអង្គរវត្តគឺជាសម័យដែលរុងរឿងបំផុតជាងគេនៅក្នុងសម័យនោះភាពល្បីល្បាញរបស់ប្រាសាទអង្គរវត្តភាពល្បីល្បាញដែល
មាននៅក្នុងប្រាសាទអង្គរវត្តជាកន្លែងដែលទេសចរល្បីជាងគេនៅប្រទេសកម្ពុជាយើងមួយវិញទៀតភ្ញៀវទេសចរយ៉ាងតិចក្នុងមួយថ្ងៃដែលចូលទស្សនានៅក្នុងប្រាសាទអង្គរវត្តគឺមានចំនួនទាំងអស់500នាក់ជនបរទេសភាគច្រើនដែលមកកំសាន្តនៅប្រទេសកម្ពុជារបស់យើងមិនដែលរំលងប្រាសាទអង្គរវត្តរបស់យើងឡើយចំពោះប្រជាជនកម្ពុជាសឹងតែ95%សុទ្ធតែបានទៅទស្សនានៅប្រាសាទអង្គរវត្តនៅឆ្នាំ1992ប្រាសាទអង្គរវត្តបានចុះបេតិកភណ្ឌ UNESCO បានចុះបញ្ជីប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោកសប្តាហ៍ថ្ងៃប្រាសាទអង្គរវត្តគឺជានិមិត្តរូបដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា នេះគឺជារូបភាពប្រាសាទអង្គរវត្តរបស់ដែលយើងបានថតឡើងប៉ុន្តែសម្រាប់រូបថតមួយនេះដែលគឺជារូបថតសមរាត្រីដែលកើតឡើងតែ2ដងប៉ុណ្ណោះក្នុងមួយឆ្នាំគឺថ្ងៃទី23ខែ3និង23ខែ9ផ្នែកបាត់នេះយើងក៏ចង់ក្រោយខ្ញុំសូមអរគុណដល់លោកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានចំណាយពេលវេលា